បន្ទាប់ពីពូមឿនរួមជាមួយនឹងអ្នករួមដំណើរទាំងពីរគឺពូលៀបហើយនិងពូដែនបានដោះស្រាយបញ្ហានៅឯភូមិព្រៃខ្មោចរួចរាល់អស់ហើយនោះពួកគាត់ក៏បានធ្វើដំណើរចូលមកកាន់ភូមិរបស់ខ្លួនវិញប៉ុន្តែគ្រាន់តែឈានជើងចូលមកដល់ភូមិភ្លាមបរិយាកាសដែលធ្លាប់តែស្ងប់ស្ងាត់ក៏ប្រែទៅជាតានតឹងហើយនឹងពោរពេញទៅដោយភាពភ័យខ្លាចជាទីបំផុតអ្នកភូមិដែលមានវ័យប្រហែលជា30ឆ្នាំបានរត់មកប្រាប់ដំណឹងទាំងដែលទឹកមុខគឺស្លេកស្លាំងខ្លាំងមែនទែនគ្រាន់តែពូមឿនគាត់បានចាក់ចេញពីភូមិត្រឹមតែមួយថ្ងៃប៉ុណ្ណោះស្រាប់តែមានជនចម្លែកចំនួន3នាក់ដែលមានភិនភាគដូចជាក្រុមចៅនិងបិទមុខចិត្តឈឹងហើយគេបានចូលមកដល់ក្នុងភូមិនេះតែម្ដងក្រុមចៅទាំងនោះគឺបានសួររកពូមឿនភ្លាមនៅពេលដែលពូគេបានមកដល់ប៉ុន្តែដោយសារតែពេលនោះគឺគាត់មិននៅអ្នកភូមិក៏បានប្រាប់តាមត្រង់គ្រាន់តែឮថាពូមឿនមិននៅក្រុមចៅទាំងអស់នោះក៏បានសម្ដែងការខឹងសម្បារនិងបានប្រើប្រាស់កាំភ្លើងគំរាមកំហែងទៅដល់អ្នកភូមិមិនឲ្យតដៃឡើយនៅក្នុងស្ថានភាពដែលច្របូកច្របល់នោះពួកគេក៏បានចាប់កូនស្រីរបស់អ៊ំយិនដែលជាមនុស្សចាស់ទុំនៅក្នុងភូមិយកទៅធ្វើជាចំណាប់ខ្មាំងផងដែរអ្នកភូមិគឺពួកគេមិនហ៊ានចូលទៅជួយឡើយព្រោះខ្លាចអំណាចគ្រាប់កាំភ្លើងរបស់ពូវាមុននឹងចាកចេញក្រុមចៅក៏បានបន្សល់ទុកនៅការគំរាមកំហែងមួយថាប្រសិនបើពូមឿនចង់ឲ្យក្មេងស្រីនោះមានសុវត្ថិភាពនិងចង់ឲ្យនាងត្រឡប់មកវិញគឺគាត់ត្រូវតែធ្វើដំណើរទៅជួបពូគេនៅឯល្អាងភ្នំមួយដែលមានចម្ងាយប្រហែល20គីឡូម៉ែត្រពីភូមិគ្រាន់តែឮឈ្មោះល្អាងភ្នំនោះភ្លាមពូដែនក៏បានលាន់មាត់ដោយក្តីបារម្ភថាល្អាងភ្នំនោះគឺជាកន្លែងគ្រោះថ្នាក់បំផុតកាលពីក្មេងគឺគាត់ធ្លាប់ទៅជាមួយនឹងឪពុកហើយកន្លែងមួយនោះគឺវាសម្បូរទៅដោយសត្វសាហាវខ្លាំងណាស់មិនងាយមានមនុស្សណាចូលទៅហើយអាចត្រឡប់មកវិញបាននោះទេចំណែកឯពូលៀបគាត់ក៏បានបញ្ចេញយោបល់ថាសត្វសាហាវទាំងអស់នោះប្រហែលជាបានត្រូវក្រុមចៅចិញ្ចឹមនិងបង្ហាត់ដើម្បីការពារកន្លែងរបស់ពូវាហើយទើបបានជាពូវាហ៊ានណាត់ទៅទីនោះយ៉ាងដូចនេះពូមឿនគាត់ក៏បានឈរស្ដាប់ដោយទឹកមុខស្ងប់ស្ងាត់ប៉ុន្តែនៅក្នុងចិត្តគឺពោពេញទៅដោយការពិចារណាគាត់ឆ្ងល់ថាហេតុអ្វីបានជាក្រុមចៅទាំងនោះស្គាល់ឈ្មោះគាត់ច្បាស់ហើយហេតុអ្វីបានជាពូវាចង់ជួបគាត់រហូតដល់ថ្នាក់ចាប់កូនស្រីរបស់អ៊ំយិនយកទៅបែបនេះច្បាស់ណាស់មិនមែនជាការប្លន់ធម្មតានោះទេប៉ុន្តែគឺជាគម្រោងការដ៏មានបំណងអាក្រក់ចំពោះរូបគាត់និងអ្នកភូមិជាមិនខានឡើយទោះបីជាដឹងថាមានគ្រោះថ្នាក់នៅខាងមុខក៏ដោយក៏ពូមឿនគាត់ក៏បានសម្រេចចិត្តទៅជួយកូនស្រីរបស់អ៊ំយិនឲ្យបានបន្ទាប់ពីបានសម្រេចចិត្តយ៉ាងមុតមាំថានឹងទៅជួយសង្គ្រោះកូនស្រីរបស់លោកអ៊ំយិនត្រឡប់មកវិញពូមឿនមិនបានប្រញាប់ប្រញាល់ទៅធ្វើដំណើរទាំងយប់នោះទេព្រោះគាត់ដឹងថាសត្រូវមិនមែនជាមនុស្សធម្មតាទេគាត់បានទៅដល់ផ្ទះរបស់គាត់ហើយឃើញប្រពន្ធរបស់គាត់កំពុងតែរៀបចំបាយទឹកទាំងមុខមិនសូវស្រួលដោយសារតែបារម្ភពីក្មេងស្រីដែលត្រូវចៅទាំងនោះចាប់ទៅព្រោះថាក្មេងស្រីនោះតែងតែចេញចូលផ្ទះគាត់និងស្រឡាញ់ដូចជាកូនបង្កើតយ៉ាងអញ្ចឹងពូមឿនគាត់ក៏បានប្រើប្រាស់ពេលវេលាដែលនៅសេសសល់ដើម្បីរៀបចំផែនការយ៉ាងល្អិតល្អន់គាត់ក៏បានប្រើវិជ្ជាអាគមពិសេសរបស់គាត់ដោយកាសហៅកូនខ្មោចព្រាយឬកូនក្រមុំកូនប្រុសនៅក្នុងផ្លូវងងឹត
ដែលគាត់ចិញ្ចឹមទុកការពារខ្លួនឲ្យចេញមកជួយស៊ើបការជាមុនសិនគ្រាន់តែសូត្រមន្តហៅភ្លាមវិញ្ញាណកូនខ្មោចនោះក៏បានបង្ហាញខ្លួនហើយពូមឿនក៏បានបញ្ជាឲ្យវាទៅលអាងភ្នំនោះជាបន្ទាន់ដើម្បីមើលថាតើក្រុមចៅមានគ្នាប៉ុន្មាននាក់និងមានស្ថានភាពយ៉ាងដូចម្តេចខ្លះមួយសន្ទុះក្រោយមកវិញ្ញាណនោះក៏បានត្រឡប់មកវិញហើយរាយការណ៍ប្រាប់ពូមឿនថានៅបរិវេណលអាងភ្នំនោះគឺមានមនុស្សជាមកាមយ៉ាងតឹងរឹងប្រហែលជា10នាក់ប៉ុន្តែចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺវិញ្ញាណខ្មោចមិនអាចចូលទៅស៊ើបនៅខាងក្នុងលអាងបានឡើយដោយសារតែនៅទីនោះត្រូវបានហុំព័ទ្ធទៅដោយខ្សែសីមាអាគមយ៉ាងខ្លាំងការពារមិនឲ្យពួកអមនុស្សចូលចិត្តបានឡើយគ្រាន់តែឮថាមានការដាក់ខ្សែសីមាការពារបែបនេះពូមឿនគាត់ក៏ចាប់ផ្ដើមដឹងខ្លួនច្បាស់ថាមេខ្លោងធំដែលនៅពីក្រោយខ្នងរឿងនេះមិនមែនជាមេចៅព្រៃធម្មតាដែលចង់បានទ្រព្យសម្បត្តិនោះទេប៉ុន្តែគឺជាអ្នកដែលចេះមន្តអាគមភ្លើងងងឹតដូចគ្នាគាត់ក៏បានចាប់ផ្ដើមសង្ស័យហើយនឹងប៉ាន់ស្មានថាមេខ្លោងនោះទំនងជានិបឺដែលជាសិស្សរួមគ្រូជាមួយនឹងគាត់កាលពីមុនហើយធ្លាប់មានគំនុំនឹងគ្នាតាំងពីយូរណាស់មកហើយការចាប់កូនស្រីរបស់អ៊ំយិននេះគឺជាល្បិចដើម្បីតាក់ពូមឿនឲ្យចូលទៅក្នុងអន្ទាក់សម្រាប់នៅក្នុងលអាងភ្នំនោះឯងទោះបីជាដឹងថាជាអន្ទាក់និងដឹងថានាយបឿបានត្រៀមចាំយ៉ាងល្អក៏ដោយពូមឿនគឺគាត់នៅតែរក្សាជំហរដដែលគាត់ក៏បានងាកទៅប្រាប់អ្នករួមដំណើរដ៏ស្មោះស្ម័គ្រជាមួយនឹងគាត់គឺពូលៀបហើយនឹងនាយដែនឲ្យត្រៀមរៀបចំខ្លួនអាវុធហើយនឹងរទេះគោសម្រាប់ការធ្វើដំណើរនៅព្រឹកស្អែកនេះគាត់បានប្រាប់ពួកគេថាយប់នេះត្រូវសម្រាកយកកម្លាំងឲ្យបានគ្រប់គ្រាន់ព្រោះនៅថ្ងៃស្អែកពួកគេនឹងត្រូវប្រឈមមុខនឹងសត្រូវដែលមានទាំងកម្លាំងមនុស្សនិងកម្លាំងអាគមខ្លាំងពូកែទាំងពូលៀបនិងពូដែនពួកគាត់ទាំងពីរនាក់ក៏បានទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ហើយនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធជាមួយនឹងពូមឿននៅក្នុងបេសកកម្មដ៏គ្រោះថ្នាក់មួយនោះនៅពេលដែលព្រះអាទិត្យចាប់ផ្ដើមអស់ស្ដង់គុតរលត់នៅរស្មីជំនួសមកវិញដោយភាពងងឹតនៃរាត្រីកាលក្រុមរបស់ពូមឿនពួកគាត់ក៏បានធ្វើដំណើរតាមរទេះគោអស់រយៈពេលជាច្រើនម៉ោងទើបនៅទីបំផុតក៏បានមកដល់បរិវេណក្បែរលអាងភ្នំដែលមានចម្ងាយប្រមាណជា1គីឡូម៉ែត្រទៀតទើបដល់ទីតាំងរបស់ពូចៅបរិយាកាសនៅទីនោះគឺស្ងប់ស្ងាត់ខុសពីធម្មតាសូម្បីតែចង្រិតយំក៏មិនមានដែរដែលជាសញ្ញាបញ្ជាក់ថាមានអ្វីម្យ៉ាងគឺមិនប្រក្រតីកំពុងរងចាំពួកគេដើមឈើធំធំនៅអមសងខាងផ្លូវមើលទៅដូចជាស្រមោលបិសាចហើយខ្យល់បក់បកមកត្រជាក់ស្រេបដូចជាដល់ឆ្អឹងខ្នងតែម្ដងដែលដឹងថាគ្រោះថ្នាក់នៅខាងមុខពូមឿនគាត់ក៏បានបញ្ជាឲ្យពូដែនបរទេះគោគាត់មិនបន្តដំណើរទៅមុខទៀតភ្លាមនោះទេព្រោះគាត់ដឹងថានាយបឿដែលជាសត្រូវរបស់គាត់ច្បាស់ជាដាក់អន្ទាក់តាមផ្លូវងងឹតរងចាំនៅតាមផ្លូវជាមិនខានពូមឿនគាត់ក៏បានចុះពីលើរទេះហើយគាត់ក៏បានចាប់ផ្ដើមសូត្រមន្តគាថាគូសខ្សែសីមាការពារជុំវិញរទេះហើយនឹងក្រុមរបស់គាត់ដើម្បីការពារកុំឲ្យមានអមនុស្សឬក៏វិញ្ញាណអាក្រក់ចូលមកបៀតបៀនបានរីឯពូលៀបហើយនឹងពូដែន
ដែលធ្លាប់តែឆ្លងកាត់នៅសមរភូមិជាមួយនឹងគ្នាពួកគាត់ក៏បានត្រៀមកាំភ្លើងហើយនឹងដាវអាគមរបស់ពូគេនៅក្នុងដៃយ៉ាងរឹងមាំត្រៀមខ្លួនសម្រាប់ការគ្រប់គ្រងស្ថានភាពនៅខាងមុខនៅឯក្នុងល្អាងភ្នំឯនោះវិញនេះបឿដែលកំពុងតែផឹកស៊ីសប្បាយជាមួយនឹងកូនចៅបានដឹងតាមរយៈញាណរបស់គេថាពូមឿនគឺបានមកដល់ហើយដោយចិត្តក្តៅក្រហាយនិងចង់សាកល្បងថ្វីដៃពីអតីតកាលមិត្តរួមគ្រូនេះបឿមិនយូរប៉ុន្មានគេក៏បានយកវត្ថុស័ក្តិសិទ្ធិមួយយ៉ាងចេញមកហើយក៏បានចាប់ផ្ដើមបញ្ជូនអាគមដេញទៅរកក្រុមរបស់ពូមឿនទាំងកំរោលភ្លាមនោះនៅកណ្ដាលព្រៃដែលងងឹតឈឹងស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំងហើយស្រមោលខ្មៅមួយបានលេចចេញពីរូបរាងដ៏ងងឹតវាគឺជាខ្លាអាគមដ៏ធំសម្បើមមួយដែលមានភ្នែកពណ៌ក្រហមដូចជាភ្លើងហើយនឹងបញ្ចេញសំឡេងក្រហមយ៉ាងរំពងព្រៃវាបានស្ទុះមកសម្ដៅមករកក្រុមរបស់ពូមឿននៅក្នុងគោលបំណងហែកពួកគេជាចំណែកពូលៀបហើយនឹងពូដែនទោះបីជាមានចិត្តក្លាហានប៉ុន្តែក៏តក់ស្លុតនឹងទិដ្ឋភាពដ៏គួរឲ្យខ្លាចនេះដែរឃើញស្ថានភាពមិនស្រួលពូមឿនគាត់ក៏នៅតែរក្សាទឹកមុខយ៉ាងស្ងប់ស្ងាត់គាត់នឹកឃើញភ្លាមថានេះគឺជាស្នាដៃរបស់នេះបឿគាត់ក៏បានលូកដៃចូលទៅក្នុងថង់យាមរបស់គាត់យ៉ាងរហ័សហើយគាត់ក៏បានចាប់យករូបសំណាកក្របីអាគមគាត់បានសូត្រមន្តអាគមដាក់រូបសំណាកនោះហើយក្រវែងវាទៅខាងមុខមួយរំពេចនោះរូបសំណាកដ៏តូចមួយវាក៏បានប្រែក្លាយទៅជាក្របីដ៏ធំដែលមានកម្លាំងមហាសាលរត់ទៅជាមួយនឹងខ្លាអាគមរបស់នាយបឿសត្វអាគមទាំងពីរក៏បានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅកណ្ដាលផ្លូវតែម្ដងសំឡេងប៉ះទង្គិចគ្នារវាងក្របីហើយនឹងខ្លាគឺលាន់ឮដូចជារន្ទះយ៉ាងអញ្ចឹងខ្លាអាគមបានព្យាយាមខំនិងក្រញ៉ៅប៉ុន្តែក្របីអាគមរបស់ពូមឿនដែលមានស្បែកស្វិតហើយនឹងមានកម្លាំងខ្លាំងជាងនោះវាបានប្រើស្នែងដ៏មុតស្រួចរបស់វាទៅជល់លើខ្លាអាគមនោះយ៉ាងពេញទំហឹងតែម្ដងធ្វើឲ្យខ្លាអាគមនោះវាគឺបានរលាយបាត់រូបរាងคล้ายជាផ្សែងហើយនឹងធាតដើមវិញភ្លាមក្រោយពីបានយកឈ្នះទៅលើការវាយប្រហារដំបូងនេះពូមឿនគាត់ក៏បានដកដង្ហើមធំហើយគាត់ក៏បានងាកមកប្រាប់ពូលៀបហើយនឹងពូដែនថាអាគមនេះគឺពិតជាស្នាដៃរបស់អាបឿប្រាកដណាស់ហើយវាបានរៀនចេះមន្តវិជ្ជាថ្នាក់ខ្ពស់ប៉ុន្តែវាបែរជាយកមកប្រើនៅក្នុងផ្លូវអាក្រក់ទៅវិញយប់នេះយើងមិនអាចប្រហែសបានទេព្រោះវានឹងមិនឈប់ត្រឹមនឹងឡើយស្ថានភាពនៅក្នុងព្រៃដែលហុំព័ទ្ធទៅដោយភាពងងឹតដែលតានតឹងឡើងទ្វេដងនោះបន្ទាប់ពីសត្វខ្លាអាគមទី1ត្រូវបានកំចាត់នេះបឿដែលបានសំងំនៅក្នុងល្អាងមានការខឹងសម្បារយ៉ាងខ្លាំងដែលអតីតមិត្តរួមគ្រូអាចបំបែកអាគមរបស់ខ្លួនបានដោយមិនអស់ចិត្តនឹងចង់យកជីវិតរបស់គូប្រជែងឲ្យទាស់តែបាននោះនេះបឿក៏បានសម្រេចចិត្តប្រើប្រាស់ធម្មពលកម្រិតខ្ពស់ជាងមុនគេក៏បានសូត្រមន្តអាគមយ៉ាងលឿននិងបង្ហូរឈាមខ្លួនឯងបន្តិចដើម្បីដាស់ខ្លាអាគមចំនួន2ទៀតឲ្យចេញទៅព្រមគ្នាតែម្ដងលើកនេះខ្លាអាគមដែលមានទំហំធំជាងមុននិងកាចសាហាវជាងមុននោះហើយពួកវាក៏បានសម្រុកចូលមករកក្រុមរបស់ពូមឿនពីទិសដៅផ្សេងគ្នាកុំឲ្យពូមឿនអាចការពារទាន់
ចំណែកឯពូមឿនគាត់ក៏បានចាប់ផ្ដើមមានអារម្មណ៍ថាកម្លាំងគាត់គឺចុះខ្សោយបន្តិចបន្ទាប់ពីការវាយប្រយុទ្ធលើកទី1ហើយនោះហើយក្របីអាគមរបស់គាត់ក៏រងរបួសនិងរលាយបាត់ទៅហើយគាត់ក៏បានព្យាយាមប្រឹងប្រែងសូត្រមន្តអាគមរបស់គាត់ដើម្បីបង្កើតនៅរបាំងការពារថ្មីប៉ុន្តែអំណាចនៃខ្លាទាំងពីរនេះគឺខ្លាំងពេកវាហាក់ដូចជាចង់ទម្លុះខ្សែសីមារបស់គាត់បាននៅពេលណាមួយពូលៀបហើយនិងពូដែនបានត្រឹមតែឈរតម្រង់កាំភ្លើងដោយបេះដូងលោតញាប់ព្រោះពួកគេដឹងថាក្របកាំភ្លើងធម្មតាគឺមិនអាចសម្លាប់សត្វដែលកើតចេញពីវិញ្ញាណងងឹតទាំងអស់នេះបានទេនៅខណៈពេលដែលសេចក្តីស្លាប់ហាក់ដូចជាកំពុងតែខិតជិតមកដល់ហើយរបាំងការពាររបស់ពូមឿនក៏ជិតនឹងត្រូវបានបាក់បែកនោះក៏ស្រាប់តែមានពន្លឺពណ៌សមួយបានបន្លឺឡើងនៅកណ្ដាលព្រៃធ្វើឲ្យខ្លាអាគមទាំងពីរនោះគឺស្ទុះថយក្រោយបន្តិចដោយភាពភ័យខ្លាចបរិសចំណាំម្នាក់ដែលមានទឹកមុខប្រកបដោយបារមីហើយនឹងពោពេញទៅដោយអំណាចគាត់ក៏បានដើរចេញមកពីម្លប់ឈើនោះគឺអ៊ំគួងដែលជាគ្រូដើមរបស់ពូមឿនហើយនឹងនាយបឿអ៊ំគួងគាត់ក៏បានឈរនៅចំពោះមុខប្អូនរបស់គាត់ទាំង3នាក់ហើយគាត់ក៏បានសម្លឹងទៅទិសដែលនាយបឿកំពុងលាក់ខ្លួនគាត់ក៏បានប្រើរលឹកចិត្តតាក់ទងទៅកាន់នាយបឿថាបឿឯងគឺពិតជាមិនប្រែសោះឯងហ៊ានប្រើវិជ្ជាដែលគ្រូបានបង្រៀនមកធ្វើអំពើថោកទាបដាក់មិត្តរួមគ្រូនិងចាប់កូនចៅគេឯងបែបនេះឬដោយឃើញថានាយបឿមិនព្រមបញ្ឈប់ខ្លាអាគមហើយថែមទាំងឲ្យពួកគេវាយសម្រុកចូលមកទៀតអ៊ំគួងក៏លែងមានចិត្តមេត្តាគាត់បានដកយកគម្ពីរឬក៏វត្ថុស័ក្តិសិទ្ធិពិសេសមួយចេញមកហើយក៏បានចាប់ផ្ដើមសូត្រមន្តអាគមក៏ហៅស្ដេចនៃសត្វអាគមមួយរំពេចនោះដំរីសអាគមដ៏ធំមហិមានិងមានភ្លុកដ៏វែងបានលេចរូបរាងឡើងនៅចំពោះមុខពួកគេដំរីនេះក៏បានបញ្ចេញពន្លឺភ្លឺចិញ្ចាចដែលធ្វើឲ្យសត្វចង្រៃទាំងឡាយខ្លាចរអានៅក្រោមការបញ្ជារបស់អ៊ំគួងដំរីអាគមនោះក៏បានរត់សម្រុកទៅជន់និងប្រើភ្លុករបស់វាប្រហារទៅលើខ្លាអាគមទាំងពីររបស់នាយបឿដោយសារតែបារមីហើយនឹងកម្លាំងវិជ្ជាខុសគ្នាឆ្ងាយដូចជាមេឃហើយនឹងដីខ្លាអាគមទាំងពីរមិនអាចតដៃរួចឡើយហើយក៏ត្រូវបានដំរីកំទេចឲ្យរលាយបាត់រូបរាងទាំងស្រុងក្នុងមួយប្រព្រឹត្តភ្នែកនៅឯក្នុងលាអាងវិញនាយបឿបានក្អួតឈាមចេញមកភ្លាមដោយសារតែការប៉ះទង្គិចនៃកម្លាំងអាគមដែលត្រូវបានកំទេចដោយសារគ្រូរបស់ខ្លួនក្រោយពីស្ថានភាពដែលបានធូរស្បើយអ៊ំគួងគាត់ក៏បានងាកទៅសួរពូមឿននិងក្រុមការងារពូមឿនគាត់ក៏បានសម្ដែងការគោរពហើយនឹងអរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូរបស់ខ្លួនអ៊ំគួងគាត់ក៏បានប្រាប់ថាគាត់បានតាមដានរឿងនេះយូរហើយនៅយប់នេះគាត់នឹងចូលមករួមដំណើរជាមួយនឹងពួកគេដើម្បីទៅសម្អាតកាកសំណល់អាក្រក់ដែលគាត់ធ្លាប់បានបង្រៀនហើយនឹងជួយសង្គ្រោះកូនស្រីរបស់អ៊ំយិនឲ្យមានសុវត្ថិភាពការមកដល់របស់អ៊ំគួងក៏បានធ្វើឲ្យក្រុមរបស់ពូមឿនមានកម្លាំងចិត្តនិងក្តីសង្ឃឹមយ៉ាងមុតមាំឡើងវិញបន្ទាប់ពីអ៊ំគួងបានប្រើដំរីអាគមកំចាត់សត្វខ្លាអាគមរបស់នាយបឿអស់ហើយនោះក្រុមការងារទាំងមូលក៏បានបន្តដំណើរចូលទៅគៀកនឹងមាត់លាអាងភ្នំ
នៅពេលនេះមិនមែនជាការប្រយុទ្ធដោយអាគមសុទ្ធសាធនោះទៀតទេប៉ុន្តែគឺជាការប្រយុទ្ធដោយកម្លាំងកាយហើយនឹងអាវុធជាក់ស្ដែងរបស់មនុស្សហើយនឹងមនុស្សតែម្ដងនៅខាងមុខមាត់ឡាងនោះគឺមានកូនចៅរបស់នាយបឿចំនួន5នាក់បានកំពុងនឹងឈើយាមល្បាតដោយមានកាន់កាំភ្លើងហើយនឹងដាវនៅក្នុងដៃទៀតផងទឹកមុខរបស់ពួកគេគឺមើលទៅកាចសាហាវណាស់ហើយនឹងត្រៀមខ្លួនសម្រាប់អ្នកដែលឈ្លានពានគ្រប់ពេលវេលាអ៊ំគួងគាត់ក៏បានងាកទៅឲ្យសញ្ញាទៅដល់ពូលៀបហើយនឹងពូដែនអ្នកទាំងពីរមិនត្រឹមតែជាអ្នករួមដំណើរដ៏ស្មោះត្រង់របស់ពូមឿនប៉ុណ្ណោះទេប៉ុន្តែពួកគេក៏ខ្លាំងពូកែខាងក្បាច់គុណហើយនឹងប្រើប្រាស់អាវុធផងដែរពួកគេក៏បានទទួលការអនុញ្ញាតពីពូលៀបហើយនឹងដោយទទួលបានការអនុញ្ញាតពូលៀបហើយនឹងពូដែនបានបំបែកគ្នាជាពីរផ្លូវអមសងខាងមាត់លាងតែម្ដងពូលៀបដែលគាត់មានជំនាញខាងបាញ់កំភ្លើងឲ្យត្រង់ដូចជាគេចាប់ដាក់នោះគាត់ក៏បានចូលទៅក្បែរកំពូតព្រៃមួយហើយក៏បានតម្រង់កំភ្លើងទៅកាន់ពូចៅដែលឈរយាមនៅលើទីខ្ពស់នោះស្នូកំភ្លើងវាក៏បានលន់លឺឡើងភាំងយ៉ាងរហ័សហើយនឹងច្បាស់លាស់ធ្វើឲ្យចៅពីរនាក់បានដួលខ្ទប់ទៅនឹងដីភ្លាមដោយមិនទាន់ទាំងបានដឹងខ្លួនឡើងវិញទេពួកចៅដែលនៅសេសសល់ពួកគេក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយពួកគេក៏បានព្យាយាមបត់មកវិញប៉ុន្តែដោយសារតែបារមីការពាររបស់អ៊ំគួងគ្រប់កំភ្លើងរបស់ពួកចៅហាក់ដូចជាបាញ់មិនត្រូវចំគោលដៅសោះឬក៏កណ្ដុងវារេចេញតែម្ដងឆ្លៀតនៅក្នុងឱកាសដែលពួកចៅកំពុងតែជ្រួចច្របល់ពូដែនដែលគាត់គឺមានរាងកាយរឹងមាំហើយនឹងពូកែខាងក្បាច់គុណនោះគាត់ក៏បានស្ទុះចេញពីកន្លែងលាក់ខ្លួនទៅរកពួកចៅដែលនៅសេសសល់នោះគាត់ក៏បានប្រើក្បាច់គុណយ៉ាងស្ទាត់ជំនាញដោយប្រើនៅជើងទាត់អាវុធចេញពីដៃចៅហើយក៏បានប្រើកណ្ដាប់ដៃវាយសន្លប់ពួកវាម្ដងមួយទោះបីជាពួកចៅបានព្យាយាមឡោមព័ទ្ធហើយនឹងប្រើដាវមកកាប់មកលើគាត់ក៏ដោយក៏ពូដែនគាត់អាចគេចផុតយ៉ាងរហ័សរហួនហើយនឹងវាយបកមកវិញយ៉ាងមានប្រសិទ្ធភាពផងដែរពូលៀបគាត់ក៏បានរត់ចូលមកជួយដោយប្រើស្នៀតក្បាច់គុណវាយប្រហារចំចំណុចខ្សោយរបស់សត្រូវធ្វើឲ្យកូនចៅទាំងអស់នោះដួលរមែករណាក់ពេញមុខឡាងតែម្ដងមិនយូរប៉ុន្មានក្រុមចៅដែលយាមនៅខាងក្រៅលាអាងក៏ត្រូវបានកម្ចាត់ទាំងស្រុងក្រុមរបស់ពូមឿនហើយនឹងអ៊ំគួងក៏បានសម្រុកចូលទៅខាងក្នុងលាអាងតែម្ដងហើយនៅខាងក្នុងនោះគឺមានកូនចៅក្រុមចៅមួយក្រុមទៀតដែលព្យាយាមរារាំងប៉ុន្តែពួកគេមិនអាចទប់ទល់ហើយនឹងភាពក្លាហានដែលមានសមត្ថភាពរបស់ពូលៀបហើយនឹងនាយដែនបាននោះទេអ្នកទាំងពីរក៏បានដើរទៅមុខត្រួសត្រាយផ្លូវបាញ់កំចាត់ហើយនឹងវាយសម្លាប់ពួកចៅដែលហ៊ានចូលមកតដៃហើយពួកគាត់ក៏បានបើកផ្លូវឲ្យពូមឿនហើយនឹងអ៊ំគួងចូលទៅផ្នែកខាងក្នុងបំផុតនៃលាអាងដើម្បីឲ្យប្រឈមមុខជាមួយនឹងមេខ្លោងដ៏ធំគឺជានាយបឿនោះក្រុមរបស់ពូមឿនអមដំណើរដោយអ៊ំគួងពូលៀបនិងពូដែនបានចូលទៅដល់ផ្នែកខាងក្នុងបំផុតនៃលាអាងដែលជាកន្លែងស្នាក់នៅហើយនឹងធ្វើពិធីរបស់មេខ្លោងធំនៅទីនោះហើយនៅទីនោះគឺពុពេញទៅដោយឆ្អឹងសត្វហើយនឹងឆ្អឹងមនុស្សរាយប៉ាយពេញដីតែម្ដងបង្កើតបានជាទិដ្ឋភាពមួយដែលមើលទៅគួរឲ្យខ្លាចហើយនឹងរន្ធត់ខ្លាំងមែនទែននៅលើផ្ទាំងថ្មដ៏ធំមួយនាយបឿគេក៏បានអង្គុយដោយទឹកមុខកាចសាហាវ
ហើយនឹងខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលឃើញកូនចៅរបស់ខ្លួនត្រូវកម្ចាត់ហើយជាពិសេសនៅពេលដែលឃើញវត្តមានរបស់អ៊ំគួងដែលជាអតីតគ្រូដើមរបស់ខ្លួនដោយដឹងថាអស់ផ្លូវថយហើយនឹងត្រូវប្រយុទ្ធតទល់នឹងគ្រូដែលមានមុតវិជ្ជាខ្ពស់ជាងនៃបឿនោះគេក៏បានសម្រេចចិត្តប្រើប្រាស់នៅវិជ្ជាបាត់ដៃចុងក្រោយរបស់ខ្លួនគេគឺបានស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងរួចក៏បានចាប់យកដុំធ្យូងហើយនឹងវត្ថុអាគមពណ៌ខ្មៅម្យ៉ាងក្រវីទៅលើដីព្រមទាំងសូត្រមន្តអាគមហែកគុកដែលជាវិជ្ជាអាចបំផន់ភ្នែកបង្កើតបានជាភាពច្របូកច្របល់ហើយនឹងបំបែករបាំងការពារភ្លាមនោះផ្សែងខ្មៅក៏បានហុយត្រឡោមពេញល្អាងតែម្ដងធ្វើឲ្យពូលៀបហើយនឹងពូដែនពួកគេក៏មានអារម្មណ៍វិលមុខហើយនឹងស្រវាំងភ្នែកជាខ្លាំងស្របពេលជាមួយគ្នានោះពីក្នុងផ្សែងខ្មៅខ្លាអាគមដ៏ធំសម្បើមចំនួន3ក្បាលដែលមានរូបរាងដូចជាបិសាចបានលេចចេញមកហើយស្ទុះសម្រុកទៅរកក្រុមចៅពូមឿនក្នុងល្បឿនយ៉ាងលឿនបំផុតពូមឿនព្យាយាមប្រើកម្លាំងការពារប៉ុន្តែអំណាចនៃវិជ្ជាហែកគុករបស់នាយបឿខ្លាំងពេកធ្វើឲ្យគាត់ពិបាកនឹងទប់ទល់ខ្លាំងណាស់ស្ថានភាពគ្រោះថ្នាក់ដល់ជីវិតអ៊ំគួងក៏បានបោះជំហានទៅដោយភាពតានតឹងលោកក៏បានស្ដីបន្ទោសទៅកាន់នាយបឿថាអាសិស្សក្បត់គ្រូឯងហ៊ានប្រើវិជ្ជាខ្មៅកម្រិតនេះដើម្បីសម្លាប់គ្នាឯងផងឬមិនបងអង្គយូអ៊ំគួងបានបើកគម្ពីរទេពរបស់លោកពន្លឺពណ៌មាសហើយនឹងពណ៌សក៏បានភ្លឺចែងចាំងចេញពីគម្ពីរនោះភ្លឺដូចជារន្ទះបាញ់ជះទៅលើផ្សែងខ្មៅហើយនឹងសត្វទាំង3លោកបានសូត្រមន្តអាគមកាហៅស្ដេចដំរីសសាជាថ្មីប៉ុន្តែលើកនេះគឺមានអានុភាពខ្លាំងជាងមុនទ្វេដងស្ដេចដំរីសដែលមានជើងដ៏ធំមហិមាកម្លាំងរបស់វាគឺពេញបឹបបានជន់កំទេចខ្លាអាគមទាំង3របស់នាយបឿឲ្យរលាយបាត់คล้ายជាផេះផង់ទន្ទឹមនឹងនោះពន្លឺគម្ពីររបស់អ៊ំគួងក៏បានបំបែកអង្គមវិជ្ជាហែកគុករបស់នាយបឿឲ្យសោបរលាបអស់តែម្ដងកម្លាំងដែលកើតចេញពីការប៉ះទង្គិចនៃអាគមដ៏ខ្លាំងក្លានេះបានបុកត្រឡប់ទៅរកនាយបឿវិញយ៉ាងពេញទំហឹងនាយបឿមិនអាចទប់ទល់បានក៏ស្រែកដង្ហើយដោយការឈឺចាប់រួចក៏ក្អួតចេញនៅឈាមពណ៌ខ្មៅកកជាច្រើនកន្លែងដែលបញ្ជាក់ថាវិជ្ជាអាគមនៅក្នុងខ្លួនរបស់គេគឺត្រូវបានបែកធ្លាយនិងបំផ្លាញអស់ហើយនាយបឿបានដួលនៅលើដីទាំងត្រដោកខ្យល់អស់លទ្ធភាពតដៃនិងបាត់បង់ធម៌ពលទាំងស្រុងនៅចំពោះមុខអតីតគ្រូនិងមិត្តរបស់ខ្លួនក្រោយពីភ្លើងអាគមនិងផ្សែងខ្មៅបានរលាយសាបសូន្យអស់បន្សល់ទុកត្រឹមតែរាងកាយដ៏ទ្រុឌទ្រោមរបស់នាយបឿដែលកំពុងដេកដួលរមូលខ្លួនក្អួតឈាមខ្មៅពេញដីអ៊ំគួងបានដើរចូលទៅជិតសិស្សក្បត់របស់គាត់មួយលោកបានសម្លឹងមើលនាយបឿដោយកែវភ្នែកប្រកបដោយមេត្តាធម៌លាយឡំនឹងការខកចិត្តលោកបានមានប្រសាសន៍ថាវិជ្ជាដែលគ្រូបានបង្រៀនគឺដើម្បីការពារខ្លួននិងជួយអ្នកដទៃមិនមែនដើម្បីធ្វើបាបគេឯងនិងបំផ្លាញខ្លួនឯងបែបនេះទេថ្ងៃនេះគ្រូត្រូវតែដកហូតវិជ្ជាទាំងអស់ត្រឡប់មកវិញដើម្បីកុំឲ្យឯងទៅបង្កកម្មពៀរតទៅទៀតថាចប់អ៊ំគួងក៏បានដាក់ដៃទៅលើក្បាលនាយបឿហើយសូត្រដកនៅមន្តអាគមធ្វើឲ្យនាយបឿក្លាយជាមនុស្សធម្មតាដែលមានសភាពទន់ខ្សោយនិងអស់ពឹសពុលក្នុងពេលជាមួយគ្នានោះ
ពូដែនហើយនឹងពូលៀបបានរត់យ៉ាងលឿនទៅកាន់ជ្រុងម្ខាងទៀតនៃលាអាងដែលជាកន្លែងកូនស្រីរបស់អ៊ំយិនត្រូវបានគេចាប់ឃុំទុកនាងស្ថិតនៅក្នុងភាពសន្លប់និងមានជាប់ចំណងពូដែនបានប្រញាប់កាត់ចំណងហើយដាស់នាងឲ្យដឹងខ្លួនគ្រាន់តែបើកភ្នែកឃើញក្រុមរបស់ពូមឿនក្មេងស្រីនោះបានយំអោបពូគេដោយក្តីរំភើបហើយនឹងភាពភ័យខ្លាចដែលនៅសេសសល់ពូមឿនគាត់ក៏បានលួងលោមនាងថាកុំភ័យអីក្មួយពូនិងលោកគ្រូបានមកជួយក្មួយហើយយើងនឹងត្រឡប់ទៅផ្ទះវិញឥឡូវនេះក្រុមរបស់ពូមឿនទាំងអស់រួមទាំងចំណាប់ខ្មាំងដែលត្រូវបានរំដោះបាននាំគ្នាចេញពីលាអាងភ្នំដ៏ខ្មៅងងឹតនោះជាមួយនឹងពន្លឺព្រះអាទិត្យនៃថ្ងៃថ្មីដែលកំពុងតែរះឡើងនៅជើងមេឃបញ្ជាក់ពីជ័យជំនះនៃអំពើល្អគឺឈ្នះទៅលើអំពើអាក្រក់ពួកគេបាននាំខ្លួននាយបឿដែលត្រូវបានចាប់ចងលើរទេះគោដើម្បីនាំយកទៅកាត់ទោសតាមប្រពៃណីនៅឯភូមិការធ្វើដំណើរត្រឡប់មកវិញវាហាក់ដូចជាមានភាពស្រស់ស្រាយនិងល្បឿនលឿនជាងពេលទៅគ្រាន់តែរទេះគោរបស់ពូមឿនគឺបានចូលមកដល់មាត់ច្រកភូមិសំឡេងហ៊ោកញ្ជ្រៀវរបស់អ្នកភូមិពួកគេក៏បានលាន់ឮឡើងអ៊ំយិនដែលបានរងចាំទាំងក្តីបារម្ភពេញមួយយប់បានរត់ស្ទុះមកអោបកូនស្រីរបស់គាត់ទាំងទឹកភ្នែកវាជាទិដ្ឋភាពមួយដ៏រំជួលចិត្តដែលធ្វើឲ្យអ្នកភូមិទាំងអស់សប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយអ្នកភូមិពួកគេក៏បាននាំគ្នាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ពូមឿនពូលៀបហើយនិងពូដែននិងជាពិសេសគឺអ៊ំគួងតែម្ដងដែលជាអ្នកមានគុណដ៏ធំធេងនៅក្នុងការជួយសង្គ្រោះលើកនេះនាយបឿក៏ត្រូវបានប្រគល់ជូនទៅឲ្យមេភូមិហើយនិងអ្នកភូមិទាំងអស់ដើម្បីចាត់ការតាមផ្លូវច្បាប់ចំណែកឯកូនចៅរបស់គេដែលនៅរស់ក៏ត្រូវបានចាប់ខ្លួនផងដែរហើយចាប់តាំងពីពេលនោះមកភូមិរបស់ពួកគេក៏បានត្រឡប់មកកាន់ភាពសុខសាន្តឡើងវិញគ្មានការភ័យខ្លាចចោលឬក៏មុនអំពើខ្មៅងងឹតអីទៀតឡើយដោយកិត្តិនាមរបស់ពូមឿនអ៊ំគួងនិងអ៊ំគួងកាន់តែល្បីនៅក្នុងនាមជាអ្នកការពារយុត្តិធម៌លោកមិនយូរប៉ុន្មាននៅទីនោះកំពុងតែជួបប្រទះនៅរឿងរ៉ាវដ៏រន្ធត់មួយហើយនឹងចម្លែកខ្លាំងណាស់ដែលធ្វើឲ្យអ្នកភូមិរស់នៅមិនបានសុខសាន្តរាល់ពេលដែលមានគ្រូអាគមឬអ្នកមានវិជ្ជាណាម្នាក់ដែលស្លាប់ទៅភូមិនេះតែងតែជួបគ្រោះថ្នាក់ដូចជាមានខ្យល់ព្យុះមកបោកបក់ផ្ទះសម្បែងឬអ្នកភូមិស្លាប់ដោយគ្មានមូលហេតុច្បាស់លាស់ហេតុការណ៍នេះបានធ្វើឲ្យអ្នកភូមិភ័យខ្លាចជាខ្លាំងរហូតដល់មានបុរសម្នាក់ដែលជាអ្នកភូមិនោះបានស្កាត់មករកជំនួយដល់ភូមិរបស់ក្រុមអ្នកមានវិជ្ជាបន្ទាប់ពីបានស្ដាប់ដំណើររឿងនិងទុក្ខលំបាករបស់អ្នកភូមិអ៊ំគួងនិងពូមឿនមានចិត្តអាណិតអាសូរយ៉ាងខ្លាំងហើយក៏សម្រេចចិត្តនឹងចុះទៅជួយពួកគេបានកំណត់ថ្ងៃចេញដំណើរដោយទុកពេល2ថ្ងៃដើម្បីរៀបចំខ្លួនលុះដល់ថ្ងៃកំណត់បុរសដែលមកដល់ភូមិបណ្ដុងទឹកនោះបានយករទេះគោមកទទួលពួកគេការធ្វើដំណើរមានរយៈពេលយូរគួរសមប្រហែលជា6ម៉ោងទើបទៅដល់គោលដៅដោយពួកគេបានត្រៀមទាំងកាំភ្លើងនិងថង់យាមដាក់ឧបករណ៍អាគមយ៉ាងពេញលេញគ្រាន់តែរទេះគោបានដឹកក្រុមរបស់អ៊ំគួងចូលមកដល់ទឹកដីនៃភូមិអណ្ដូងទឹកនោះបរិយាកាសក៏ប្រែជាស្ងប់ស្ងាត់និងមានចំហាយអាក្រក់នៃពពួកភ្លើងងងឹតគ្របដណ្ដប់ពេញភូមិអ៊ំគួងបានសាកសួរបុរសដែលទៅទទួលគាត់ថាតើខ្មោចគ្រូអាគមស្លាប់ប៉ុន្មានថ្ងៃហើយបុរសនោះបានឆ្លើយថាស្លាប់
ប្រហែលជាមួយខែហើយអ៊ំគួងដែលមានការយល់ដឹងជ្រៅជ្រះបានឲ្យគេទៅហៅកូនស្រីបង្កើតរបស់សពនិងសាច់ញាតិមកជួបជាបន្ទាន់ដើម្បីសាកសួររកដើមហេតុពិតប្រាកដនៅពេលកូនស្រីបានមកដល់អ៊ំគួងបានសួរចំថាមុនពេលឪពុកនាងស្លាប់តើគាត់មានបានផ្ដែផ្ដាំអ្វីខ្លះដំបូងឡើយកូនស្រីនោះឆ្លើយបដិសេធថាគ្មានទេប៉ុន្តែនៅពេលដែលអ៊ំគួងសួរដេញដោលដោយបញ្ជាក់ម្ដងហើយម្ដងទៀតនាងក៏ចាប់ផ្ដើមនឹកឃើញនាងបានរំលឹកថាឪពុករបស់នាងគឺធ្លាប់បានផ្ដាំថាពេលដែលគាត់ស្លាប់ទៅត្រូវយកសពគាត់ទៅកប់នៅកន្លែងសាច់ញាតិរបស់គាត់ហាមដាច់ខាតយកមកកប់នៅបរិវេណដីផ្ទះប៉ុន្តែដោយសារក្តីស្រឡាញ់ឬការធ្វេសប្រហែសកូនស្រីបែរជាមិនធ្វើតាមបណ្ដាំដោយយកសពឪពុកមកកប់នៅខាងជើងផ្ទះចម្ងាយប្រហែលជាមួយហាត់ពីរពងទៅវិញនេះហើយគឺជាកំហុសដ៏ឆ្គងដ៏ធំធេងធ្វើឲ្យវិញ្ញាណរបស់គ្រូអាគមនោះក្តៅក្រហាយហើយនឹងក្លាយទៅជាខ្មោចដ៏កាចសាហាវលឹងបន្លាចអ្នកភូមិបែបនេះអ៊ំគួងគាត់ក៏បានប្រាប់ថាយប់នេះត្រូវតែធ្វើពិធីគប់ភ្នោហើយនឹងចងសីមាដើម្បីរំដោះគ្រោះនិងយកសពទៅកប់ឲ្យត្រូវកន្លែងវិញនៅវេលាម៉ោងប្រហែលជា 7 យប់ក្រុមអ្នកទាំង4រួមជាមួយនឹងអ្នកភូមិមួយចំនួនបានទៅគាស់ដល់ទីតាំងភ្នោនោះបរិយាកាសគឺកាន់តែគួរឲ្យខ្លាចខ្យល់បានបោកបោកយ៉ាងខ្លាំងខុសពីធម្មតាហាក់ដូចជាដឹងថាមានអ្នកមករំខានរំពេចនោះដីនៅត្រាងកន្លែងភ្នោក៏ចាប់ផ្ដើមរង្គើខ្លាំងឡើងហាក់ដូចជាមានអ្វីមួយយ៉ាងនៅខាងក្រោមអ៊ំគួងដឹងភ្លាមថាស្ថានភាពមិនស្រួលទេភ្លាមនោះក្តាមមឈូសក៏បានផ្ទុះឡើងហើយហោះអណ្ដែតនៅលើអាកាសបង្ហាញឲ្យឃើញសាកសពរបស់គ្រូអាគមដែលមានរូបរាងគួរឲ្យខ្លាចនិងកំពុងបញ្ចេញឫទ្ធិអំណាចក្នុងស្ថានភាពដ៏តានតឹងនោះអ៊ំគួងក៏បានដកគម្ពីរអាគមរបស់គាត់ចេញមកហើយក៏បានបើកត្រង់ទៅទំព័រដែលប្រើសម្រាប់បង្ក្រាបនិងឃុំគ្រឿងវិញ្ញាណកាចសាហាវគាត់ក៏បានចាប់ផ្ដើមសូត្រមន្តយ៉ាងខ្លាំងចំណែកឯពូមឿនគាត់ក៏បានបញ្ជាឲ្យពូលៀបនិងនីដែនរៀបចំខ្សែសីមាព័ទ្ធជុំវិញជាបន្ទាន់ដើម្បីកុំឲ្យវិញ្ញាណខ្មោចនោះរួចចេញទៅបង្កគ្រោះថ្នាក់ក្រុមរបស់ពួកគេក៏បានគប់អង្ករទៅលើខ្មោចនោះដើម្បីទប់ទល់នៃការវាយប្រហារខ្មោចគ្រូអាគមនោះបានស្រែកគំរាមកូនចៅខ្លួនឯងថាមកពីឯងនឹងយើងនិយាយមិនស្ដាប់យើងប្រាប់ឲ្យយកយើងទៅកប់នៅកន្លែងសាច់ញាតិម៉េចក៏យកយើងទៅកប់នៅទីនេះកូនស្រីក៏បានត្រឹមតែសុំទោសឪពុកទោះបីជាខ្មោចនោះមានឫទ្ធិខ្លាំងដោយសារតែគ្រូអាគមចាស់វស្សាប៉ុន្តែមិនអាចយកឈ្នះទៅលើវិជ្ជាគម្ពីររបស់អ៊ំគួងនិងការសហការគ្នារបស់ពូមឿនពូលៀបនិងពូដានបានឡើយនៅទីបំផុតពួកគេក៏បានឃុំវិញ្ញាណនោះជាប់ហើយនឹងធ្វើពិធីបូជាឬក៏រៀបចំសពឡើងវិញតាមបណ្ដាំដែលគាត់បានសន្យានៅព្រឹកឡើងបន្ទាប់ពីឆ្លងកាត់រាត្រីដ៏គួរឲ្យខ្លាចក្រុមរបស់អ៊ំគួងក៏បានជួយចាត់ចែងរៀបចំសពគ្រូអាគមនោះទៅកន្លែងត្រឹមត្រូវផ្ទៃមេឃដែលធ្លាប់តែអាប់អួរក៏ប្រែជាស្រឡះល្អវិញអ្នកភូមិមិនដងទឹកទាំងអស់បានថ្លែងអំណរគុណដល់ក្រុមរបស់អ៊ំគួងយ៉ាងខ្លាំងដែលបានជួយស្រោចស្រង់ភូមិរបស់ពួកគេឲ្យរួចផុតពីគ្រោះចង្រៃនេះបេសកកម្មរបស់ពួកគេក៏បានបញ្ចប់ដោយជោគជ័យមុននឹងបន្តទៅរឿងអតីតកាលទៀត
នេះគឺជាការរៀបរាប់យ៉ាងលម្អិតអំពីអតីតកាលដែលជារឿងតាក់ទងទៅនឹងប្រវត្តិនៃការស្វែងរកវិជ្ជារបស់តួអង្គពីររូបគឺព្រានច័ន្ទនិងព្រានហាទោះបីជានៅក្នុងផ្នែកអតីតកាលនេះតួអង្គបច្ចុប្បន្នមានដូចជាអ៊ំគួងពូមឿនពូលៀបហើយនិងពូដែនមិនបានចូលរួមសម្ដែងផ្ទាល់ក៏ដោយប៉ុន្តែនេះក៏ជារឿងរ៉ាវដែលពួកគេបានដឹងឬក៏ជារឿងរ៉ាវដែលតាក់ទងទៅនឹងខ្សែស្រឡាយវិជ្ជាដែលពួកគេកំពុងប្រើប្រាស់ពីមុនមកគឺមានព្រានព្រៃពីរនាក់ដែលមានឈ្មោះថាព្រានច័ន្ទហើយនិងព្រានហាអ្នកទាំងពីរគឺជាមិត្តភក្តិនឹងគ្នាហើយមានវ័យប្រហែល35ឆ្នាំពួកគេគឺមានចិត្តស្រេកឃ្លានចង់ចេះវិជ្ជាផ្លូវងងឹតយ៉ាងខ្លាំងរហូតដល់ហ៊ានលះបង់ប្រពន្ធកូននិងគ្រួសារចោលអស់រយៈពេលរាប់ឆ្នាំដើម្បីទៅរៀនវិជ្ជាជាមួយនឹងគ្រូធំម្នាក់ឈ្មោះថាគ្រូឆាំគាត់គឺជាគ្រូអាគមដ៏ខ្លាំងពូកែដែលសំងំសមាធិនិងរស់នៅក្នុងល្អាងមួយនៅលើភ្នំឬក៏តំបន់ព្រៃភ្នំដាច់ស្រយាលដែលពោពេញទៅដោយសត្វសាហាវនិងវិញ្ញាណព្រានទាំងពីរក៏បានបម្រើគ្រូឆាំយ៉ាងស្មោះស្ម័គ្រអស់រយៈពេលជាច្រើនឆ្នាំលុះដល់វ័យចាស់ជរានិងមានជំងឺគ្រុនឈាមមកបៀតបៀនគ្រូឆាំបានដឹងខ្លួនថាគាត់មិនអាចរស់នៅបានយូរទៀតទេមុនពេលដែលខ្យល់ស្លាប់គាត់ក៏បានផ្ដាំទៅសិស្សទាំងពីរថាហាមដាច់ខាតយកសពរបស់គាត់ទៅបញ្ចុះនៅក្នុងភូមិត្រូវបូជាគាត់នៅក្នុងល្អាងនេះហើយពួកគេនៅទីនេះដើម្បីឆ្លងកាត់ការសាកល្បងចុងក្រោយនៃវិជ្ជាដែលគាត់បានបន្សល់ទុកបន្ទាប់ពីគ្រូឆាំបានទទួលមរណភាពទៅព្រានច័ន្ទនិងព្រានហាមិនអាចបូជាសពគ្រូបានភ្លាមនោះទេដោយសារតែអាកាសធាតុនិងហេតុផលផ្លូវងងឹតមួយចំនួនពួកគេគឺបានត្រូវនៅយាមសពគ្រូនិងប្រឈមមុខនឹងការសាកល្បងដ៏រន្ធត់បំផុតក្នុងជីវិតដើម្បីទទួលបានវត្ថុស័ក្តិសិទ្ធិហើយនឹងសម្រេចវិជ្ជានៅយប់នោះសភាវៈកំណាចនិងការនិមិត្តជាច្រើនបានលេចឡើងមកពីការសាកល្បងរបស់ពួកគេនៅពេលយប់ស្ងាត់ជ្រងំខណៈដែលពួកគេកំពុងតែនៅលើដើមឈើឬក៏នៅលើផ្ទាំងថ្មដើម្បីយាមកាមស្រាប់តែមានសត្វខ្លាដ៏ធំមួយបានលេចចេញមកភាពចម្លែករបស់វាគឺមានក្បាលពីរនិងមានមាឌធំខុសពីសត្វខ្លាធម្មតាព្រានទាំងពីរក៏បានព្យាយាមប្រើកាំភ្លើងបាញ់ប្រហារទៅលើវាប៉ុន្តែគ្រប់កាំភ្លើងគឺមិនអាចទម្លុះស្បែកនិងធ្វើឲ្យរបួសបានឡើយហាក់ដូចជាបាញ់ទៅលើដែកថែបឬក៏បាញ់ទៅលើខ្យល់នៅក្នុងស្ថានភាពដ៏ទាល់ច្រកនោះព្រានច័ន្ទក៏បាននឹកឃើញទៅដល់កាំបិតស្នៀតដែលគ្រូឆាំបានប្រគល់ឲ្យគាត់បានសម្រេចចិត្តលើកពីលើថ្មហើយចាក់ទៅលើសត្វខ្លានោះភ្លាមរាងកាយរបស់សត្វខ្លាក្បាលពីរក៏រលាយបាត់คล้ายជាដីទើបពួកគេដឹងថានេះគ្រាន់តែជាការនិម្មិតឡើងដោយការសាកល្បងចិត្តតែប៉ុណ្ណោះមិនយូរប៉ុន្មានសំឡេងភ្លេងពិណពាទ្យបុរាណបានបន្លឺឡើងក្នុងកណ្ដាលព្រៃក្រុមនារីរបាំដ៏ស្រស់ស្អាតចំនួន4នាក់បានមករួមយ៉ាងទន់ភ្លន់ឆ្ពោះមកកាន់ពួកគេសម្រស់និងសំឡេងបានធ្វើឲ្យពួកគេស្ទើរតែលង់ស្មារតីប៉ុន្តែនៅពេលដែលនារីទាំងនោះជាយាមឡើងមកលើដើមឈើដែលពួកគេនៅរូបរាងរបស់នាងក៏ប្រែប្រួលដៃជើងរបស់នាងប្រែជាវែងខុសពីធម្មតាហើយពេលខ្លះមើលទៅដូចជាមានជើង4ដឹងថាជាអសុរកាយព្រានទាំងពីរក៏បានប្រើកាំបិតអាគមចាក់ទៅលើដៃរបស់ពួកនាងធ្វើឲ្យពួកនាងធ្លាក់ចុះទៅដីហើយរលាយបាត់ទៅ
ការសាកល្បងក៏មិនទាន់បញ្ចប់ហ្វូងឆ្កែព្រៃមួយក្រុមដ៏ធំបានមកឡោមព័ទ្ធមេរបស់វាមានក្បាលធំដូចជាក្បាលខ្លានិងមានភ្នែកក្រហមឆ្អិនឆ្អៅពួកវាសាហាវជាងសត្វធម្មតាប៉ុន្តែដូចមុនដែរអាវុធធម្មតាគឺមិនអាចធ្វើអ្វីពួកវាបានឡើយទាល់តែប្រើវិជ្ជាអាគមនិងចិត្តក្លាហានទើបអាចយកឈ្នះទៅលើឆ្កែក្បាលខ្លានោះបានចុងក្រោយមានសត្វដំរីមួយក្បាលរត់សម្ដៅមករកពួកគេព្រានទាំងពីរបានតាំងស្មារតីមិនរត់គេចហើយប្រុងប្រៀបទប់ទល់នៅពេលដែលដំរីនោះបានមកជិតដល់វាក៏បានបាត់ខ្លួនហើយបន្សល់ទុកនៅភ្លុកដំរីដ៏ខ្មៅចំនួន2ដែលជាវត្ថុស័ក្តិសិទ្ធិកម្ររកបាននិងមានឫទ្ធិអានុភាពខ្លាំងពូកែសម្រាប់ការពារខ្លួននិងបង្ក្រាបសត្រូវបន្ទាប់ពីបានឆ្លងកាត់ឧបសគ្គទាំងឡាយនិងបានបូជាសពគ្រូឆាំរួចរាល់ហើយព្រានច័ន្ទហើយនិងព្រានហាបានសម្រេចវិជានិងទទួលបានរបស់ពិសេសពួកគេបានសម្រេចចិត្តចុះពីលើភ្នំដើម្បីត្រឡប់ទៅជួបប្រពន្ធកូនវិញបន្ទាប់ពីបែកគ្នាជាច្រើនឆ្នាំមកហើយនោះប៉ុន្តែអ្វីដែលរងចាំពួកគេគឺភាពសោកសៅនៅពេលដែលទៅដល់ពួកគេបានឃើញផ្ទះសម្បែងស្ងាត់ជ្រងំប្រពន្ធកូនរបស់ពួកគេបានចាក់ចេញទៅបាត់ឬក៏មានអ្នកខ្លះបានទៅមានប្តីថ្មីដោយសារតែខឹងទៅនឹងពួកគេដែលបានបាត់ខ្លួនយូរពេកមិនត្រឡប់មករកវិញហើយមិនដឹងថាស្លាប់ឬក៏រស់ព្រានច័ន្ទបានទៅសួររកប្រពន្ធនៅឯផ្ទះឪពុកក្មេកប៉ុន្តែត្រូវបានឪពុកក្មេកស្ដីបន្ទោសនិងបណ្តេញចេញទោះជាយ៉ាងណាគាត់ក៏បានឃើញប្រពន្ធរបស់គាត់កំពុងឈឺធ្ងន់នោះគឺត្រូវអំពើគេដោយចិត្តអាណិតនិងដើម្បីសងគុណគាត់បានប្រើវិជ្ជាដែលគាត់ទើបនឹងរៀនចេះជួយព្យាបាលប្រពន្ធគាត់ឲ្យជាសះស្បើយភ្លាមទោះបីជាប្រពន្ធបានជាសះស្បើយនិងចង់ឲ្យគាត់នៅក៏ដោយក៏ព្រានទាំងពីរមានអារម្មណ៍ថាខ្លួនមិនស័ក្តិសមនឹងជីវិតមនុស្សធម្មតាទៀតទេចិត្តរបស់ពួកគេបានជាប់ជំពាក់នឹងព្រៃភ្នំនិងវិជ្ជាអាគមទៅហើយដោយសារអាឡ័យនឹងជីវិតផ្លូវលោកនិងមានវិជ្ជាពេញខ្លួនព្រានច័ន្ទហើយនិងព្រានហាបានសម្រេចចិត្តលាប្រពន្ធកូនជាលើកចុងក្រោយហើយត្រឡប់ទៅលើភ្នំខ្មៅវិញពួកគេក៏បានសាងសង់អាស្រមនិងបន្តរស់នៅជាតាបសឬក៏ជាគ្រូធំដើម្បីថែរក្សាកេរដំណែលវិជ្ជាហើយនឹងការពារតំបន់នោះជារៀងទៅបន្ទាប់ពីបានស្ដាប់នៅរឿងរ៉ាវអំពីប្រវត្តិដ៏ជូរចត់របស់ព្រានច័ន្ទហើយនិងព្រានហារួចមកក្រុមការងាររបស់អង្គគង់ក៏បានបញ្ចប់បេសកកម្មរបស់ខ្លួននៅភូមិនោះដោយជោគជ័យពិធីរំដោះគ្រោះនិងការរៀបចំសពគ្រូអាគមដែលធ្វើឲ្យអ្នកភូមិភ័យខ្លាចនោះត្រូវបានធ្វើរួចរាល់ចប់សពគ្រប់នៅព្រឹកថ្ងៃបន្ទាប់បរិយាកាសនៅក្នុងភូមិកាន់តែមានភាពអាប់អួរនិងគ្របដណ្ដប់ទៅដោយភាពភ័យខ្លាចបានប្រែទៅជាស្រស់បំព្រងឡើងវិញព្រះអាទិត្យរះចែងចាំងហាក់ដូចជាកំពុងតែអបអរសាទរចំពោះសន្តិភាពដែលបានវិលត្រឡប់មកវិញនេះអ្នកភូមិប្រុសស្រីក្មេងចាស់បាននាំគ្នាមកជួបជុំគ្នានៅក្នុងក្រុមរបស់អ៊ំគួងពូមឿននិងពូលៀបព្រមទាំងពូដែនដល់មាត់ច្រកចូលភូមិពួកគេបាននាំយកអង្ករផ្លែឈើនិងគ្រឿងបរិភោគមួយចំនួនមកជូនជាការតបស្នងសងគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមអ្នកមានវិជ្ជាទាំងអស់នេះដែលបានលះបង់កម្លាំងកាយចិត្តជួយសង្គ្រោះភូមិឋានរបស់ពួកគេអ៊ំគួងគាត់ក៏បានទទួលយកដោយក្តីរីករាយហ
ហើយនឹងជូនពរឲ្យអ្នកភូមិរស់នៅដោយសេចក្តីសុខតរៀងទៅរទេះគោក៏បានចាប់ផ្ដើមធ្វើដំណើរចាកចេញពីភូមិនោះឆ្ពោះទៅកាន់ភូមិកំណើតវិញនៅតាមផ្លូវអ៊ំគួងនិងពូមឿនបានជជែកគ្នាអំពីបទពិសោធន៍ដែលទើបតែឆ្លងកាត់និងរំលឹកដល់មេរៀនពីអតីតកាលប៉ុន្តែខុសប្លែកពីអ្នកដទៃពូដែនហាក់ដូចជាមិនសូវមានមាត់កនៅក្នុងការសន្ទនានោះទេទុកមុខរបស់គាត់គឺពោរពេញទៅដោយក្តីបារម្ភហើយនឹងភាពតានតឹងមូលហេតុនោះគឺដោយសារតែមុនពេលដែលគេបានចេញមកបំពេញបេសកកម្មនេះប្រពន្ធរបស់ពូដែនកំពុងតែមានផ្ទៃពោះគ្រប់ខែនិងឈឺពោះចិត្តសម្រាលកូនទៅហើយគាត់ក៏បានចាកចេញមកយ៉ាងអាល័យនិងបារម្ភប៉ុន្តែដោយសារតែតួនាទីជាអ្នកជួយសង្គ្រោះនិងជាកូនសិស្សរបស់អ៊ំគួងគាត់ក៏ត្រូវតែមកឥឡូវនេះនៅពេលដែលបេសកកម្មចប់គាត់ក៏ចង់តែបោះពួយទៅដល់ផ្ទះភ្លាមដើម្បីដឹងសុខទុក្ខប្រពន្ធកូនពូលៀបឃើញដូច្នោះក៏បាននិយាយលួងលោមឲ្យពូដែនធ្វើចិត្តឲ្យត្រជាក់ដោយប្រាប់ថាបុណ្យកុសលដែលយើងបានសាងនេះនឹងជួយថែរក្សាប្រពន្ធកូនរបស់ឯងមិនខានការធ្វើដំណើរដ៏វែងឆ្ងាយក៏បានបញ្ចប់នៅពេលដែលរទេះគោបានមកដល់មុខផ្ទះរបស់ពូដែននៅពេលដែលរសៀលកាន់តែជ្រេមិនទាន់ទាំងរទេះឈប់ស្រួលបួនផងពូដែនក៏បានលួចចុះយ៉ាងប្រញាប់ប្រញាល់ហើយរត់សម្ដៅទៅរកផ្ទះរបស់ខ្លួននៅពេលទៅដល់គាត់ក៏បានឃើញចាស់ទុំនិងឆ្មបកំពុងនៅកកកសំឡេងយំរបស់ទារកក៏បានបន្លឺឡើងដែលធ្វើឲ្យបេះដូងរបស់ពូដែនលោតខុសចង្វាក់ដោយក្តីរំភើបឆ្មបបានដើរចេញមកប្រាប់ដោយស្នាមញញឹមថាសូមអបអរសាទរឯងបានកូនប្រុសហើយទាំងដែលម្ដាយទាំងកូនគឺមានសុខភាពល្អណាស់ពូដែនសប្បាយចិត្តរកអ្វីប្រៀបទៅពុំបានទេគាត់បានចូលទៅអោបប្រពន្ធនិងមើលមុខកូនប្រុសដំបូងរបស់គាត់ភាពនឿយហត់និងភាពភ័យខ្លាចព្រួយកន្លងមកក៏បានរលាយបាត់អស់រលីងអ៊ំគួងពូមឿននិងពូលៀបក៏បានដើរចូលមកតាមក្រោយពួកគេសម្លឹងមើលទៅគ្រួសាររបស់ពូដែនដោយស្នាមញញឹមអ៊ំគួងព្រោះតែការឆ្លួវវង្វេងនិងវិជាខ្លាំងពេកប៉ុន្តែសម្រាប់ក្រុមគ្រួសាររបស់គាត់នៅពេលនេះគឺពួកគេបានប្រើប្រាស់វិជាដើម្បីជួយអ្នកដទៃដោយមិនបោះបង់គ្រួសារចោលឡើយរឿងរ៉ាវវាក៏បានចូលមកដល់ទីបញ្ចប់ដោយក្រុមអ្នកបង្ក្រាបបានជួយសង្គ្រោះអ្នកភូមិឲ្យបានរួចផុតពីគ្រោះថ្នាក់ហើយពួកគេក៏បានត្រឡប់ទៅជួបជុំគ្រួសារវិញដោយសុវត្ថិភាពព្រមទាំងទទួលបានសមាជិកថ្មីដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀតនៅក្នុងក្រុមគ្រួសាររបស់ពូដែនផងដែរអេដមីនក៏សូមអភ័យទោសចំពោះកំហុសខុសឆ្គងទាំងឡាយណាដែលអេដមីនបាននិទានទៅនៅក្នុងវីដេអូមួយនេះបន្ទាប់ពីបានបោសសម្អាតក្រុមចៅខ្លាខ្មៅភូមិឋានទាំងមូលក៏បានវិលត្រឡប់មកភាពសុខសាន្តវិញប្រហែលបាន1ឆ្នាំដែរប៉ុន្តែភាពស្ងប់សុខនេះក៏ហាក់ដូចជាខ្យល់មុនពេលព្យុះបានមកដល់នៅដើមរដូវវស្សាក៏ស្រាប់តែមានហេតុការណ៍ចម្លែកមួយបានកើតឡើងអ្នកភូមិមួយចំនួនពួកគេក៏បានចាប់ផ្ដើមមានអាការៈភ្លេចភ្លាំងនិងនិយាយម្នាក់ឯងនិងមានកំហឹងខុសពីធម្មតាសត្វចិញ្ចឹមដូចជាមាន់ទាក៏ចេះតែងាប់គ្មានមូលហេតុនៅពេលយប់ពួកគេតែងតែឮសំឡេងសូត្រធម៌លាយឡំនឹងសំឡេងសើចក្អាកក្អាយចេញពីចុងភូមិខាងកើតបុរសចំណាំម្នាក់មានឈ្មោះថាតាតោកគាត់គឺជាមនុស្សចាស់វ័យប្រហែលជា70ឆ្នាំដែលរស់នៅតែម្នាក់ឯងនៅក្នុងខ្ទមដាច់ស្រយាលមួយកាលពីក្មេងតាតោកគាត់ធ្លាប់ជាមនុស្សដែលស្រឡាញ់វិជ្ជាអាគមខ្លាំងណាស់ហើយគាត់តែងតែទៅលួចរៀនវិជ្ជាពីគ្រូផ្សេងជាច្រើនប៉ុន្តែដោយសារតែគ្មានគ្រូដើមត្រឹមត្រូវនិងល្មោបចង់ចេះខ្លាំងពេកគាត់ក៏បានលួចហាត់វិជ្ជាហាមឃាត់មួយ
ហៅថាមុនក្រហមដែលមុនក្រហមនេះគឺជាវិជាហៅប្រលឹងខ្មោចតៃហោងមកបំរើដោយមិនបានធ្វើពិធីសុំឬក៏ដំឡើងឲ្យគ្រូបានត្រឹមត្រូវឡើយយូរទៅវិញ្ញាណអាក្រក់បានចូលមកគ្រប់គ្រងរាងកាយរបស់គាត់ធ្វើឲ្យគាត់ក្លាយជាមនុស្សបែកអាគមឆ្កួតដោយសារមុនអាគមរបស់គាត់នោះនឹងចាប់ផ្ដើមធ្វើអំពើដាក់ទៅលើអ្នកភូមិដោយមិនដឹងខ្លួនឡើយហេតុការណ៍ក៏បានផ្ទុះឡើងនៅពេលយប់ពេញបរមីមួយខណៈដែលមេឃក៏ស្រឡះល្អស្រាប់តែមានភ្លៀងធ្លាក់បានចុះមកក្នុងភូមិប៉ុន្តែភ្លៀងនោះគឺមានពណ៌ក្រហមដូចឈាមនិងមានក្លិនឆ្អាបអ្នកភូមិម្នាក់ដែលត្រូវទឹកភ្លៀងនេះនឹងត្រូវមានជំងឺរមាស់ពេញខ្លួនហើយនឹងកើតចេញជាពងបែកក្មេងៗយំមិនឈប់ចំណែកឯមនុស្សចាស់ក៏ចាប់ផ្ដើមយល់សប្តិឃើញបិសាចមកខំស៊ីពោះវៀនទាំងអស់គ្នាតែម្ដងចំណែកឯពូលៀបនិងនៃដែនបានដឹងភ្លាមថានេះមិនមែនជារឿងធម្មជាតិទេពូលៀបបានយកដុំថ្មដ៏ភ្លឺមកត្រាំនៅក្នុងទឹកមុនរួចក៏ប្រោះជុំវិញភូមិដើម្បីកាត់បន្ថយឥទ្ធិពលនេះពេលកំពុងប្រោះដីគាត់ក៏បានចាប់អារម្មណ៍ថាខ្សែអំបោះការពារភូមិដែលគាត់ធ្លាប់តែដាក់ត្រូវបានដាច់នៅត្រង់ចំណុចខាងកើតគឺទិសចំផ្ទះរបស់លោកតាតោកនៅថ្ងៃបន្ទាប់ពូលៀបនិងនេដែនពួកគាត់ក៏បានសម្រេចចិត្តទៅសួរសុខទុក្ខតាតោកពេលដែលទៅដល់ផ្ទើមរបស់គាត់ពួកគេក៏មានអារម្មណ៍ថាត្រជាក់គឺត្រជាក់ស្រេបតែម្ដងហើយនឹងធំក្លិនធូបដែលធ្វើពីឆ្អឹងសត្វពួកគេបានឃើញថាតាតោកគាត់កំពុងតែអង្គុយបែរខ្នងសក់ក្បាលកន្ទ្រើងដៃកាន់ក្បាលមាន់ខ្មៅមួយដែលទើបនឹងកាច់នេះដែនបានស្រែកហៅថាតាតោកតើមកនៅធ្វើអីទីនេះហេតុអ្វីបានជាមានក្លិនអាក្រក់ម្ល៉េះតាតោកនៅពេលនោះគាត់មិនបានងាកមកទេប៉ុន្តែគាត់ក៏បានបង្វែរក្បាល180ដឺក្រេបែរមុខមកក្រោយទាំងខ្លួននៅដដែលមកមើលពួកគេដែលកែវភ្នែកប្រែជាពណ៌ខ្មៅគ្មានប្រស្រីនិងញញឹមគួរឲ្យខ្លាចគាត់និយាយទាំងសំឡេងមនុស្សស្រីលាយឡំជាមួយនឹងសត្វថាពួកឯងមកហើយឬគ្រូឯងខ្លាំងប៉ុន្តែมันអាចយកឈ្នះកម្លាំងនៃភាពងងឹតដែលនៅក្នុងខ្លួនអញបានទេអញនឹងយកព្រលឹងអ្នកភូមិទាំងអស់ធ្វើជាកូនចៅភ្លាមនោះគាត់បានគោះដំបងនៅលើដីស្រាប់តែមានសត្វក្អែបនិងខ្ទួយរាប់រយបានវាចេញពីក្រោមផ្ទះសម្ដៅមកខាំពូលៀបនិងនាយដែនពូលៀបដឹងថាបើវាយតាតូចឲ្យត្រង់គាត់អាចនឹងស្លាប់ហើយវិញ្ញាណអាក្រក់នឹងស្ទុះចូលទៅក្នុងខ្លួនអ្នកផ្សេងទៀតដូច្នេះគោលដៅមិនមែនសម្លាប់គាត់ទេគឺដកអាគមនិងបណ្ដេញវិញ្ញាណចេញពីក្នុងខ្លួនរបស់គាត់នេះដែនគេក៏បានដកកំបិតស្នៀតនិងភ្លុកដំរីខ្មៅចេញមកគេក៏បានប្រើភ្លុកដំរីខ្មៅគូសជាបន្ទាត់នៅលើដីដើម្បីបង្កើតជារបាំងការពារកុំឲ្យសត្វអសេរពិសចូលមកជិតរាល់សត្វក្អែបដែលបែរជាឆ្លងកាត់បន្ទាត់នោះគឺឆេះខ្លោចភ្លាមពូលៀបក៏បានប្រាប់ទៅនាយដែនថាវិញ្ញាណនេះគឺខ្លាំងខ្លាណាស់វាស៊ីត្របាក់វិញ្ញាណតាតោកចិត្តអស់ទៅហើយឯងគឺត្រូវតែរកវិធីចូលទៅចាប់ខ្លួនគាត់ឲ្យជាប់ដើម្បីឲ្យខ្ញុំច្រកថ្នាំហើយនឹងទុកមុនចូលទៅមាត់របស់គាត់ចំណែកឯតាតោកដែលកំពុងតែបែកអាគមបានបង្ហាញឫទ្ធិហើយគាត់ក៏បានហោះអណ្ដែតឡើងទៅលើហើយនឹងបញ្ចេញកម្លាំងខ្យល់បោកបាក់យ៉ាងខ្លាំងគាត់ក៏បានចាប់ផ្ដើមសូត្រអាគមបញ្ច្រាស់ដើម្បីឲ្យពូលៀបនឹងវិលមុខនេះដែនដោយឃើញឱកាសមិនសូវល្អ
គាត់ក៏បានសម្រេចចិត្តប្រើធ្មេញឆ្កែព្រៃវត្ថុស័ក្តិសិទ្ធិដែលបានពីភ្នំគាត់បានគប់ធ្មេញនោះសម្ដៅទៅតាតូកធ្មេញឆ្កែព្រៃនោះវាក៏បានប្រែក្លាយទៅជាខ្ទុះអរូបីរត់ទៅខំជាប់ជើងរបស់តាតូកទាញគាត់ឲ្យធ្លាក់មកដីវិញឆ្លៀតឱកាសនោះនីដែនក៏បានស្ទុះទៅសង្កត់តាតូកឲ្យជាប់កម្លាំងរបស់មនុស្សចាស់ម្នាក់នេះខ្លាំងដូចជាក្របីព្រៃដោយសារអំណាចនៃមន្តងងឹតដែលបានគ្របដណ្ដប់ទៅលើខ្លួនរបស់គាត់នោះនីដែនក៏បានត្រូវប្រើកម្លាំងទាំងអស់ហើយនឹងសូត្របាលីការពារខ្លួនពីការខំហើយនឹងខ្វេះរបស់គាត់តែម្ដងចំណែកឯពូលៀបគាត់ក៏បានរត់មកយ៉ាងលឿនហើយក៏បានយកចង្កូមស្វាមកដាក់លើក្បាលរបស់តាតូកដើម្បីសង្កត់វិញ្ញាណពីព្រោះថាស្វាគឺជាសត្វរហ័សហើយនឹងមានបារមីព្រះរួចគាត់ក៏បានយកទឹកមន្តពិសេសមកលាយពីស្លឹកឈើ7មុខបង្ខំចិត្តចាក់ចូលទៅក្នុងមាត់របស់តាតូកស្របពេលនោះពូលៀបក៏បានសូត្រធម៌យ៉ាងខ្លាំងថាពុទ្ធាំងកំចាត់ធម្មំកំចាត់សង្ឃាំងកំចាត់ឈោវិនាសទៅហងភ្លាមនោះផ្សែងដ៏ខ្មៅក្រាស់ខ្មឹកមួយក៏បានហោះចេញពីមាត់ហើយនឹងច្រមុះរបស់តាតូកព្រមជាមួយនឹងសំឡេងស្រែកធ្ងោដ៏គួរឲ្យអាណិតផ្សែងនោះវាក៏បានរសាត់ទៅប៉ះនឹងពន្លឺនៃដុំថ្មភ្លឺដែលពូលៀបបានដាក់តាំងនៅក្បែរនោះហើយក៏រលាយបាត់ទៅនៅក្នុងអាកាសតែម្ដងតាតូកគាត់បានដួលសន្លប់ស្ដោកស្ដឹងក្រោយពេលដឹងខ្លួនឡើងវិញគាត់មានអាការៈហេវហត់ហើយនឹងចាស់ជារាជាងមុនជាខ្លាំងប៉ុន្តែកែវភ្នែករបស់គាត់បានត្រឡប់មកជាមនុស្សធម្មតាវិញគាត់គឺបានលែងចាំអ្វីទាំងអស់អំពីមន្តអាគមនោះឬក៏អំពើដែលគាត់បានធ្វើគឺដូចជាមនុស្សដែលទើបតែភ្ញាក់ពីសុបិនដល់អាក្រក់យ៉ាងអញ្ចឹងចំណែកឯពូលៀបហើយនឹងនេដែនគាត់ក៏បានប្រាប់អ្នកភូមិថានេះជាមេរៀនមួយសម្រាប់ការរៀនវិជ្ជាដោយគ្មានគ្រូហើយនឹងគ្មានសិលធម៌ពួកគេមិនបានដាក់ទោសតាតូកទេប៉ុន្តែឲ្យមេភូមិជួយមើលថែគាត់ហើយនឹងឲ្យគាត់ស្ដាប់ធម៌ដើម្បីលាងបាបកម្មចាប់តាំងពីពេលនោះមកជំងឺរមាស់ហើយនឹងអាការៈចម្លែកនៅក្នុងភូមិវាក៏រលាយបាត់អស់ដោយកិត្តិនាមរបស់អ្នកទាំងពីរកាន់តែល្បីសុសសាយហើយមិនត្រឹមតែជាអ្នកបង្ក្រាបចោលប៉ុន្តែពួកគេគឺជាអ្នកដែលសង្គ្រោះវិញ្ញាណថែមទៀតផងសាច់រឿងវាក៏បានចូលមកដល់ទីបញ្ចប់ទៅហើយអេដមីនក៏សូមអភ័យទោសចំពោះប្រិយមិត្តទាំងអស់ដែលបានស្ដាប់រឿងនេះបើសិនជាអេដមីនបានប្រព្រឹត្តនៅកំហុសខុសឆ្គងទាំងឡាយណាដែលមាននៅក្នុងវីដេអូមួយនេះអេដមីនក៏សូមអភ័យទោសទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅគណៈពេលនេះអេដមីនក៏សូមគោរពលាប្រិយមិត្តទាំងអស់គ្នាដោយសន្យាថានឹងជួបគ្នានៅវីដេអូក្រោយ